បាទជំរាបសួរទៅដល់ប្រិមិត្តពុកម៉ែបងប្អូននៅតាមបណ្ដាញសង្គម TikTok ទាំងអស់គ្នាដូចជា Facebook YouTube បាទបងប្អូនបាននេះគឺជាឧបករណ៍ខ្លុយខ្មែរបាទផ្លែ2បាទខ្ញុំអត់ទេតែកំងមកទេបងប្អូនហើយបាទហើយតែចង់រៀនស្រឡាញ់បងប្អូនហើយឥឡូវហ្នឹងយកមករៀនហើយបងប្អូនស្ដាប់សលេងមើលយ៉ាងម៉េចដែរបាទបាទអូខេបាទសំឡេងជះល្អបាទប្រើខ្យល់ខ្លាំងបាទបងប្អូនគិតថាយ៉ាងម៉េចដែរបាទសំឡេងនេះបាទបាទឆ្វាយល្អបាទឆ្វាយល្អមែនតើហើយបាទនេះគឺជាផ្លែ3បងប្អូនបាទផ្លែ3ហើយខ្ញុំបង្ហាញនៅតាមវីដេអូមុនបងប្អូនវាខុសគ្នាសំឡេងបាទនេះអត់ប្រើខ្យល់អត់សូវខ្លាំងទេតែបើផ្លែ2មិញបងប្អូននេះវាខ្យល់ឬការប្រើខ្យល់ខ្លាំងមែនតើអញ្ចឹងបានសំឡេងវាឆ្វាយល្អបើនេះរឿងនេះអត់អីទេខ្យល់ប្រើល្មមទើបតែរៀនទេបងប្អូនហើយស្រឡាញ់ឧបករណ៍ខ្លុយខ្មែរក្តីសម័យតាំងពីក្មេងការដេកបាទនៅក្មេងៗណាយាយគាត់បំពេឲ្យដេកលើម្រឹងហើយគាត់បើករ៉ាឌីយ៉ូដល់ពេលស្ដាប់ខ្លុយខ្មែរហ្នឹងនិយាយពីថាដេកលក់ស្រួលណាបងប្អូនណាក្តីសម័យថាបើសិនជាពេលហ្នឹងបើសិនជាបានខ្លុយមួយដើមប៉ុណ្ណឹងអីប្រហែលជាសម័យចិត្តប៉ុណ្ណាទេបាទឥឡូវក្តីសម័យដោយបំណងឯងបងប្អូនតែឥឡូវគិតថាខិតខំរៀនអត់ដឹងថារៀនផ្លុំបានប៉ុណ្ណាទេតែចាំមើលបាទគិតខំរៀនបើសិនយើងមិនចេះដើរលេងអាជីពអីហ្នឹងគេហើយនឹងយើងបានផ្លុំកំសាន្តលេងលួងខ្លួនឯងពេលដែលណាដែលយើងគេហៅថាតុកសិចបាទតុកសិចខ្លាំងហើយបាទនេះគឺជាផ្លែ3លើកនេះសាក់មកឃ្លៀមហ៎បាទសំឡេងអត់សូវប្រើខ្យល់ខ្លាំងទេបាទអរគុណច្រើនបងប្អូនជំរាបលាបាទកុំភ្លេចជួយ like ជួយ share បាទចុចឲ្យបេះដូងនៅតាមបាទTikTok account TikTok របស់ខ្ញុំបាទផងដែរបាទដូចជាបណ្ដាញ YouTube បាទ Facebook បាទ like page បាទចុច subscribe channel YouTube ទាំងអស់គ្នាផងដែរបាទសូមអរគុណ